កាលពីថ្ងៃច័ន្ទទី10ខែសីហាឆ្នាំ2026រដ្ឋាភិបាលបានប្រកាសថាផ្ទៃដីជិត 70% នៃប្រទេសបារាំងកំពុងស្ថិតក្រោមការរដ្ឋបិទលើការប្រើប្រាស់ទឹកខណៈដែលគ្រោះរាំងស្ងួតកាន់តែមានសភាពធ្ងន់ធ្ងរចំពោះមុខអាកាសធាតុក្តៅខ្លាំងនេះបញ្យងតាមការចេញផ្សាយដោយសារព័ត៌មាន AFP ក្រសួងទទួលបន្ទុកតាមដានបម្រែបម្រួលអាកាសធាតុបានឲ្យដឹងថាបារាំងកំពុងជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរជាពិសេសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបន្តបង្កើនសម្ពាធលើធនធានទឹកគិតត្រឹមថ្ងៃទី9ខែសីហាដីគោកភាគច្រើនរួមទាំងទីក្រុងប៉ារីសស្ថិតក្រោមការប្រកាសអាសន្នទឹកយ៉ាងហោចណាស់កម្រិតទី1គណៈដែលខេត្តចំនួន67ក្នុងចំណោម101របស់ប្រទេសស្ថិតក្រោមការប្រកាសអាសន្នអំពីវិបត្តិទឹកកម្រិតខ្ពស់បំផុតនៅក្នុងតំបន់ដែលមានការប្រកាសអាសន្នកម្រិតខ្ពស់បំផុតទឹកត្រូវបានរក្សាទុកសម្រាប់ការប្រើប្រាស់ជាអាទិភាពដូចជាសម្រាប់វិស័យសុខាភិបាលការងារគាំពារសង្គមទឹកស្អាតនិងអនាម័យរីឯកន្លែងដែលមានកម្រិតប្រកាសអាសន្នទាបការរឹតបន្តឹងត្រូវបានអនុវត្តចំពោះសកម្មភាពដូចជាការស្រោចទឹកសួនច្បារនិងវាលស្មៅការចាក់បំពេញអាងហែលទឹកលាងរថយន្តនិងស្រោចស្រពដំណាំសូមជម្រាបថានេះជាសញ្ញាមួយទៀតនៃគ្រោះរាំងស្ងួតដែលកាន់តែអាក្រក់នៅទូទាំងតំបន់អឺរ៉ុបដែលកំពុងរងនៅរលកកម្ដៅការិយាល័យស្រាវជ្រាវភូមិសាស្ត្រនិងរ៉ែរបស់បារាំងបានឲ្យដឹងថា2ភាគ3នៃអាងទឹកក្រោមដីដែលផ្គត់ផ្គង់ទឹកស្អាតសម្រាប់បរិភោគបានធ្លាក់ចុះក្រោមកម្រិតធម្មតាកម្មវិធីបដូរយកប្រអប់ទូរទស្សន៍ស៊េរីថ្មីមិនមែន$49ទេត្រឹមតែ$29ប៉ុណ្ណោះមិនមែន20ប៉ុស្តិ៍ទេគឺ145ប៉ុស្តិ៍មិនបង់សេវាប្រចាំខែបដូរបានគ្រប់ស៊េរីគ្រប់ប្រអប់ទាំងអស់ទោះមកពីក្រុមហ៊ុនណាក៏ដោយទស្សនាច្បាស់កម្រិត Full HD គ្រប់ប៉ុស្តិ៍មានប៉ុស្តិ៍កីឡាគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ078 232 689 070 249 945 067 999 805 Sky One តម្លៃល្អជាងដូរបាននេះចាំអីទៀតដូរឥឡូវតម្លៃល្អជាងមួយនេះក៏ដូរមួយនេះក៏ដូររបស់ក្រុមហ៊ុនណាក៏ដូរដូរបានដូរមកប្រើ Sky One TV តម្លៃត្រឹមតែ$29ប៉ុណ្ណោះហើយឥតមានបង់សេវាប្រចាំខែទៀតក្នុងស្មារតីខ្មែរជួយខ្មែរ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា